សួស្តីបងប្អូនអរគ្នាថ្ងៃនេះបងប្អូនមើលពីសុខភាពត្រីរបស់ខ្ញុំណាបងប្អូននេះខែលងានេះខែលងាហើយនេះជាកូនផែនដាសិតតែកូនបង្កាត់របស់យើងទាំងអស់លើចាប់ដល់សក់ពោះហើយក្នុងវីដេអូនេះគឺយើងអត់ចង់និយាយអីច្រើនទេយើងចង់បែងចែកបន្តិចតពីវីដេអូមុនទេខ្ញុំវីដេអូមុនថតតែត្រីពងពួកស្បៃវែងតែដោយសារខ្ញុំថាវីដេអូវែងពេកខ្ញុំចាំថតវីដេអូនេះទៅហើយថ្ងៃនេះខ្ញុំចង់វីដេអូនេះខ្ញុំចង់ចែករំលែកទាក់ទងជាមួយនឹងត្រីក្នុងខែនេះថែទាំត្រីបែបម៉េចក្នុងខែនេះហើយមើលត្រីខ្ញុំសតនភាពពេលនេះនៅសៀមរាបពេលនេះគឺសតនភាព20អង្សានេះខ្ញុំដាក់ចំណីហើយទេបងប្អូនណាបើអត់ដាក់ចំណីផងស្ទុះជាងនេះខ្លាំងណាស់ហែលមកយើងត្រូវតែដើរកាត់ស្ទុះនេះដាក់ចំណីអត់ស្អាតអញ្ចឹងយើងមាន3ចំណុចខ្ញុំសូមចែករំលែក3ចំណុចហើយចំណុចទាំងអស់នេះគឺខ្ញុំតែងតែប្រើនៅពេលខែរងាតែងតែប្រើនៅខែរងាក្នុង live ខ្ញុំបាននិយាយច្រើនដែរតែខ្ញុំចង់និយាយទៀតនៅក្នុងវីដេអូនេះតែលោកបងប្អូនអត់បានស្ដាប់ live ទាន់ពេលវេលាហើយមើលទឹកមើលខៀវតែសិតតែទឹកសុខភាពល្អណាបងប្អូនណាទឹកសុខភាពល្អមែនទែនអូខេតាចំណុចទី1នេះគឺតាក់ទងជាមួយនឹងចំណីតាក់ទងជាមួយចំណីសម្រាប់ខែលងានេះយើងបន្ថយចំណីវាដូចអានេះអញ្ចឹងនេះឃើញសល់ចំណីតិចទេអញ្ចឹងខ្ញុំបន្ថយមកដូចបងប្អូនធ្លាប់ដាក់3ពេលអញ្ចឹងមកទៅ2ពេលទៅឬក៏មកទៅ1ពេលទៅក៏បានដែរបើខ្ញុំធ្លាប់ដាក់តែ2ពេលទេតែខ្ញុំនៅតែដាក់2ពេលដដែលសម្រាប់បបផ្សោខ្ញុំដាក់2ពេលដដែលគឺថាថយចំនួនខ្ញុំថយចំនួនពីឧទាហរណ៍ខ្ញុំធ្លាប់ដាក់មួយស្លាបព្រាបាយក្នុងមកនេះអញ្ចឹងចំណីខ្ញុំអត់ប្រើច្រើនទេចំណីខ្ញុំពីមុនអាតិចហើយឥឡូវខែល្ងាចកាន់តែតិចទៀតព្រោះចំណីខ្ញុំប្រូតេអ៊ីនខ្ពស់ហើយម្យ៉ាងវាផ្ដល់ការចិញ្ចឹមលូតលាស់ច្រើនដល់ត្រីអញ្ចឹងខ្ញុំប្រើតែកន្លះស្លាបព្រាទេពេលនេះពេលព្រឹកក៏ខ្ញុំដាក់ពេលល្ងាចក៏ខ្ញុំដាក់ដែរតែគ្រាន់តែថាខ្ញុំដាក់តែកន្លះស្លាបព្រាទេពីមុនខ្ញុំដាក់2ពេល1ពេល1ស្លាបព្រាឥឡូវខ្ញុំដាក់តែកន្លះស្លាបព្រាទេក្នុងមួយពេលមួយត្រីបងប្អូនមួយត្រីគ្រប់ត្រីទាំងអស់គ្រប់អានទាំងអស់របស់ខ្ញុំគឺសិតតែរហ័សរហួនយ៉ាងហ្នឹងនោះគឺមួយចំណុចដែលយើងការពារកុំឲ្យត្រីឈឺនៅក្នុងខែរងាព្រោះខែរងាត្រីអត់សូវណែរំលាយអាហារស្រួលដូចនៅខែប្រាំងឬក៏ខែផ្សេងនោះទេខែប្រាំងនោះទេនិយាយទៅគឺខែប្រាំងកូនផែនតាដែរចំណុចទី1គឺតាក់ទងយ៉ាងចំណីហើយចំណុចទី2នេះដាក់ចំណីហើយមើលស្គួយមកស្ទុះវារត់មកចំណុចទី2នោះគឺទឹកនិយាយពីទឹកវិញទឹកនោះគឺខ្ញុំប្រើទឹករាំងខ្ពស់បងប្អូនទឹករាំងខ្ពស់ដល់ពេលខ្ញុំប្រើទឹករាំងខ្ពស់យើងមានសីតុណ្ហភាព2ផ្សេងគ្នាអាខាងលើផ្ទៃខាងលើព្រោះថាធម្មតាត្រជាក់ដោយសារខ្យល់អញ្ចឹងបើសិនខ្យល់បក់ប៉ះទឹកត្រូវទឹកនោះសីតុណ្ហភាពវានឹងត្រជាក់ទឹកយើងនឹងប្រែត្រជាក់តែបើសិនជាខ្យល់អត់បានប៉ះទឹកទេទឹកនឹងអត់ត្រជាក់ទេអញ្ចឹងភាពត្រជាក់គឺភាគច្រើនគឺមកពីខ្យល់មិនភាគច្រើន